ស្រីកជនជាទីគោរពនេះខ្ញុំសូមបន្តជម្រាបជូនព័ត៌មានពីខេត្តកំពង់ធំលោកអភិបាលស្រុកតាំងគោកបានថ្លែងអំណរគុណនិងកោតសរសើរដល់បងប្អូនគ្រួសារកងទ័ពតែគាត់បានលះបង់ប្តីកូនដើម្បីបំពេញភារកិច្ចនៅសមរភូមិមុខការពារទឹកដីការពារប្រជាជនបូរណភាពទឹកដីខណៈដែលថៃបានរំលោភឈ្លានពានមកលើអធិបតេយ្យភាពរបស់កម្ពុជាលោកហាក់បង្ហូតអភិបាលស្រុកតាំងគោកនិងព្រះគ្រូតុនពិសីព្រះចៅអធិការវត្តគុហានគរព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរដ្ឋបាលស្រុកថ្មីកន្លងទៅនេះគឺបានបន្តចុះជួបសំណេះសំណាលនិងបាននាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសារកងទ័ពកងរាជអាវុធហត្ថនគរបាលដែលបានកំពុងបំពេញភារកិច្ចនៅជួរមុខចំនួន18គ្រួសារនៅឃុំពងរស្រុកតាំងគោកខេត្តកំពង់ធំក្នុងឱកាសនោះលោកហាក់បង្ហូតបានពំនាំនឹងការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាក៏ដូចជាលោកបណ្ឌិតឯកឧត្តមបណ្ឌិតថោងខុនទេសរដ្ឋមន្ត្រីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតាំងគោកនិងអភិបាលខេត្តកំពង់ធំតែងតែផ្ដាំផ្ញើយកចិត្តទុកដាក់ចំពោះជនភៀសសឹកគ្រួសារកងទ័ពដែលបានស្នាក់នៅបណ្ដោះអាសន្នព្រមទាំងបានជំរុញឲ្យអាជ្ញាធរភូមិឃុំធ្វើការស្រាវជ្រាវប្រមូលទិន្នន័យពីជនភៀសសឹកដើម្បីក្តាប់បានព័ត៌មានជាក់លាក់ធ្វើការចុះសួរសុខទុក្ខនិងបានផ្ដល់ភាពងាយស្រួលក្នុងការស្នាក់អាស្រ័យដោយមិនមានការផិតភ័យអ្វីឡើយក្នុងឱកាសនោះផងដែរអភិបាលស្រុកតាំងគោកក៏បានថ្លែងអំណរគុណនិងកោតសរសើរទៅដល់បងប្អូនគ្រួសារកងទ័ពដែលពួកគាត់បានលះបង់ប្តីកូនដើម្បីបំពេញភារកិច្ចនៅសមរភូមិការពារទឹកដីការពារប្រជាជនបូរណភាពទឹកដីខណៈដែលប្រទេសថៃបានរំលោភឈ្លានពានមកលើអធិបតេយ្យភាពរបស់កម្ពុជាម្យ៉ាងទៀតបើសិនមានការលំបាកអ្វីមួយសូមប្រាប់មកអាជ្ញាធរភូមិឃុំដើម្បីរួមដោះស្រាយការងារនិងកង្វល់របស់បងប្អូនសូមឲ្យជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលពិសេសសម្ដេចនៅចំណាត់ការការពារសន្តិសុខនេះជាចំណាត់ការនៅការការពារអធិបតេយ្យរបស់យើងដែលកន្លងមកយើងធ្វើការងារការទូតច្បាប់ហើយក្នុងពេលនេះជាដំណាក់កាលដែលយើងមិនអាចអត់ធ្មត់តទៅទៀតបានចំពោះការឈានពានរបស់ប្រទេសថៃសូមកុំជឿលើការញុះញង់របស់ជនអគតិមួយចំនួនដែលរិះរកគ្រប់វិធីជាមួយនឹងថៃបំបាក់ស្មារតីសាមគ្គីភាពផ្ទៃក្នុងរបស់យើងបើតាមលោកមហាមង្ហួតគិតត្រឹមថ្ងៃទី26ខែធ្នូឆ្នាំ2025គ្រួសារកងទ័ពនិងបងប្អូនភៀសសឹកគ្រួសារកងទ័ពមកពីខេត្តតាមបន្ទាត់ព្រំដែនមកស្នាក់នៅក្នុងស្រុកតាំងគោកមានចំនួន574គ្រួសារស្មើនឹង2075នាក់ហើយ